នេះគឺជារោងតកួននៅខាងក្រោយ office បងប្អូនបាទខ្ចីលបក់តែម្ដងបាទហើយរោងតកួននេះគឺជាស្នាដៃរបស់ចែចុងភៅបងប្អូនបាទគាត់តនេទៅគាត់ដាំតកួនពួកដីយើងនៅសល់ក្រោយ office រឿងធំដែរបាទដីនៅក្រោយ office នេះសល់ប្រហែលជា7កន្លះហាត់ដែរបាទចឹងទៅគាត់នឹកឃើញដីតនេចោលក៏ដាំជាតកួនចឹងណាបងប្អូនហើយតនេខ្ញុំក៏មកជួយស្រោចទឹកស្រោចអីចឹងណាបាទឃើញតកួនល្អមែនទែនបាទឡើងខ្ចីលវក់តែម្ដងហើយតកួននេះយើងអត់មានស្រោចទឹកថ្នាំស្រោចគីមីអីដើម្បីឲ្យវាល្អបងប្អូនយើងស្រោចទឹកជាធម្មតាយើងទេទឹកស្អាតយើងហ្នឹងហើយបងប្អូនដឹងស្រាប់ហើយតកួនវាអត្ថប្រយោជន៍វាច្រើនបាទយើងអាចយកទៅធ្វើលក់ធ្វើបន្លែស្ងោរឆាយបានច្រើនយ៉ាងមែនទែនបាទជាពិសេសតកួនដែលគ្មានជាតិគីមីទេគឺវាជាអាហារសម្រាប់សុខភាពយើងល្អមែនទែនបាទយើងព្យាយាមដាំបន្លែដាំដំណាំអីនៅដីនៅក្បែរផ្ទះយើងដីសល់ក្បែរផ្ទះហ្នឹងបាទក្រោយផ្ទះជាហៀងផ្ទះហ្នឹងបើសល់កុំទុកដីទៅនៃចោលបងប្អូនបាទវាកាត់បន្ថយការចំណាយរបស់យើងបានខ្លះដែរបើសិនជាយើងកែប្រែដីតនេហ្នឹងទៅជាដីដែលគេហៅថាដីដំណាំឬក៏ដាំបន្លែប្លុកអីផ្សេងបាទដាំតកួនដាំជីដាំឈើហូបផ្លែអីចឹងបងប្អូនដាំម្នូកដាំល្ពៅដាំអីទៅម្ទេសអីហ្នឹងបាទហើយយើងកុំប្រើគីមីបងប្អូនយើងស្រោចទឹកធម្មតាទៅបាទអញ្ចឹងវាអាចកាត់បន្ថយការចំណាយរបស់យើងច្រើនហើយជំនួយដល់សុខភាពយើងទៀតបាទព្រោះបងប្អូនដឹងហើយបច្ចុប្បន្ននេះគឺគីមីបាទយើងទិញរបស់របរបន្លែប្លុកអីនៅលើទីផ្សារហ្នឹងគឺភាគច្រើនក៏នាំចូលមកពីក្រៅប្រទេសបាទអញ្ចឹងវាគេប្រើគីមីច្រើនបាទយើងបរិភោគទៅវាអាចប៉ះពាល់ដល់សុខភាពរបស់យើងបាទបើសិនជាយើងមានដីយើងអាចកែប្រែដីតនេរបស់យើងទៅដាំដំណាំអីផ្សេងហ្នឹងគឺល្អមែនទែនបាទហ្នឹងហើយយើងហូបដំណាំហូបផ្លែដំណាំដែលយើងដាំដោយដៃផ្ទាល់ខ្លួនឯងហ្នឹងគឺវាអត់មានជាតិគីមីទេបាទអញ្ចឹងគឺល្អសម្រាប់សុខភាពមែនទែនបាទហើយនេះខ្ញុំបេះតកួននេះយកទៅធ្វើម្ហូបបងប្អូនបាទទៅត្រឡប់ខ្លាញ់ឆាជាមួយត្រីខអីចឹងបងប្អូនបាទគឺត្រូវមាច់តែម្ដងព្រោះតកួនយើងគឺខ្ចីលបក់តែម្ដងហើយតកួននេះដាំតំបានដូចជាមួយសប្តាហ៍ទេបងប្អូនប្រហែលជាមួយសប្តាហ៍ទៅ10ថ្ងៃហ្នឹងឯងគឺបានផលបងប្អូនបាទបានផលហើយបាទដោយសារតែចែចុងភៅហ្នឹងគាត់តនេពីការធ្វើម្ហូបជាងទៅគាត់បាទពីអ្នកគ្រួសាររបស់គាត់ហ្នឹងគាត់ធ្វើរោងដាំនៅក្រោយ office បាទនៅ office កន្លែងខ្ញុំធ្វើការហ្នឹងបាទចឹងទៅក៏ជួយស្រោចទឹកគាត់ខ្លះហើយយើងបេះបន្លែយើងបេះតកួនហ្នឹងយកទៅធ្វើម្ហូបខ្លះចឹងបងប្អូនបាទចឹងមានតែលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនយើងបាទមានដីតនេហ្នឹងកុំទុកចោលបាទនាំទៅដោះស្មៅដោះអីមើលទៅវាសុបទ្រពផ្ទះយើងទេបើយើងកែប្រែដីហ្នឹងទៅជាដីដាំដំណាំដាំអីបាទទឹកធ្វើម្ហូបធ្វើអីបាទទៅវាអាចជួយជីវភាពរបស់យើងបានច្រើនបាទទោះបីជាយើងមិនដាំវារោគចំណូលក៏យើងអាចទុកធ្វើម្ហូបធ្វើអីសម្រាប់ផ្គត់ផ្គង់គ្រួសារយើងបានខ្លះដែរបងប្អូនណាបាទហ្នឹងហើយបាទនេះគ្រាន់តែជាវីដេអូខ្លីៗបង្ហាញជូនពុកម៉ែបងប្អូនយើងពីសកម្មភាពបាទបេះតកួននៅខាងក្រោយ office
បាទយកទៅធ្វើម្ហូបអរគុណច្រើនជាងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទបង្ហាញជូនពីសកម្មភាពខ្លះៗបាទនៃកិច្ចការងារក៏ដូចជាសកម្មភាពរបស់ខ្ញុំបាទជាប្រចាំថ្ងៃចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនយើងបានទស្សនាទាំងអស់គ្នាផងដែរបាទអរគុណច្រើនបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៀតហើយកុំភ្លេចជួយ follow និង share នៅវីដេអូនេះទាំងអស់គ្នាផងដែរបាទ